ឈប់លក់តាំងបើអីមកលក់បាយសាច់ជ្រូកវិញម្ដងមើលមានអីមកផឹកលក់តែ3 4ម៉ោងអស់លីងបងប្អូនណាខ្ញុំប្រាប់តិចបាយស្រុកកន្លែងគាត់នេះអ្នកដែលគេនាំថ្ងៃចាំងគូតអីមិនបាច់មកញ៉ាំទេព្រោះអីកន្លែងគាត់តែម៉ោង 9 ក៏លក់អស់ហើយលក់ដាច់ខ្លាំងសាហាវហ្មងភ្ញៀវចេញចូលអត់មានស្បើយណាអ្នកនៅម្ដុំផ្សារសំខាន់អីច្បាស់ជាស្គាល់កន្លែងគាត់ហើយគាត់មានលក់បាយសាច់ជ្រូកអាំងបាយមាន់បាយពងទាចៀនបាយពងទាក្លុកពងទាជាប់ភ្នៅពងទាខអីហ្នឹងហើយអីដែលភ្ញៀវចូលចិត្តជាងគេហ្នឹងគឺបាយស្បែកជ្រូកខហ្នឹងហ្មងជាតិសាហាវជាតិហ្មងណាមកចាំតែ5,000ទេបើសាច់ជ្រូកគាត់វិញណាមកផឹកហ្នឹងលក់ចូលខ្ទង់50គីឡូសាច់មាន់វិញគាត់លក់ចូល10គីឡូហើយស្បែកជ្រូក5-10គីឡូនេះសម្ដីអ្នកលក់និយាយផ្ទាល់ហ្មងខ្ញុំអត់បានផលិតអត់បានអីណាតាមទស្សនវិជ្ជាស្ដាញ់គាត់លក់ដាច់មែនបើនិយាយពីសាច់ជ្រូករបស់គាត់វិញគាត់ប្រលះស្ដាងដាក់អាំងតម្រៀបពេញឆ្អើហ្នឹងហ្មងដាក់អាំងនៅមុខផ្លូវហ្នឹងអាំងហុយផ្សែងឈ្ងុយអ្នកជិះកាត់ហ្នឹងឃើញក៏ស្រក់ទឹកមាត់ដែរហើយរសជាតិបាយស្រូបរបស់គាត់ពេលញ៉ាំហើយនឹកឃើញការជំនាន់យើងរៀនបឋមហ៎នឹកខ្លាំងហ្មងរសជាតិវិញអែមណាបងប្អូនអើយនិយាយចឹងបងប្អូនញ៉ាំបាយស្រូបហ្នឹងញ៉ាំមិនបើខ្ញុំវិញដាក់ច្បល់ចូលគ្នាចឹងមកនេះមានជ្រក់ផងទឹកស៊ីអ៊ូផងច្បល់ចូលគ្នាមកអូជាតិបាយមួយចានហ្នឹងគ្មានឲ្យសល់មកគ្រាប់ទេចាកន្លែងគាត់នេះបើកលក់ខ្ទង់ម៉ោង5កន្លះទៅគាត់រៀបចំលក់តាំងពីទៀបភ្លឺមកបងប្អូនគ្រួសារគាត់នេះគឺសហការគ្នាល្អខ្លាំងមែនតើមានអ្នកអាំងសាច់មានអ្នកកាប់សាច់មានអ្នករៀបចំបាយមានអ្នកលើកម្ហូបមិនបាច់ទៅជួយបុគ្គលិកមកពីណាទេតែបងប្អូនឯងហ្នឹងគ្នាច្រើនប៉ុណ្ណឹងហើយនៅតែមិនចង់តន់ទៀតភ្ញៀវចូលសឹងតែថាឈរចាំបានតុកអង្គុយញ៉ាំសម្រាប់ទីតាំងរបស់គាត់បងប្អូនជិះពីកម្មកោមកដល់ផ្សារសំខាន់មកបាត់ស្ដាំតាមផ្លូវក្រុមហ៊ុន Nanford ហ្នឹងនៅក្នុងជួរអាគារ Sky Tree ហើយបើសិនបងប្អូនចង់ដឹងព័ត៌មានបន្ថែមទៀតបងប្អូនអាចចូលទៅមើលនៅក្នុង comment ដែលដាក់នៅខាងក្រោមនឹងបានណាអរគុណបងប្អូនទាំងគ្នាសម្រាប់ការតាមដានវីដេអូនេះដល់ចប់ណា